សួរតែឈឺទេបងប្អូនអ្នកខេត្តតាកែវមានកន្លែងកំសាន្តច្រើនណាស់តែលាក់ចិត្តឈឹងលេងខូចគេម៉ែតែប៉ះចំអេដមីនគឺរករោគប៉ះកកាយខ្ទេចហ្មងហើយនៅក្នុងវីដេអូនេះខ្ញុំនៅបង្ហាញនៅកន្លែងកំសាន្តចំនួន7នៅក្នុងខេត្តតាកែវទី1គឺ The Palm ដែលជាកន្លែងសម្រាប់លំហែកាយដ៏ស្រស់ស្អាតមួយស្ថិតនៅលើផ្លូវជាតិលេខ2ចឹងមិនពិបាករកទេតែគេមានម្ហូបអាហារពេលព្រឹកនិងម្ហូបអាហារពេលថ្ងៃជាមួយនឹងបរិយាកាសត្រជាក់ស្រស់ស្រាយមែនទែនកន្លែងទី2គឺទៅបំបត្តិ stress ជាមួយនឹងបរិយាកាសដូចនេះខ្ញុំជឿថាពិតជាអាចបំបត្តិ stress បានមែននេះគឺជាទស្សនវិជ្ជាមួយដ៏ស្រស់ស្អាតប្លែកភ្នែកមែនទែនហើយគ្រាន់តែអ្នកនរគ្នាទិញកាហ្វេញ៉ាំមួយកែវណាគឺអាចដើរលេងដល់ថតរូបបានមកសេរីហើយកន្លែងទី3គឺប្រាសាទតាព្រំដែលស្ថិតនៅក្បែររមណីយដ្ឋានទន្លេបាទីនេះឯងហើយឃើញនៅផលិតកម្មផ្សេងៗជាច្រើនហ្នឹងគឺបន្ថត MV នៅនេះគឺផ្លុកទឹកផ្លុកដីហើយការពីមុនខ្ញុំធ្លាប់គិតថាប្រាសាទតាព្រំនេះគឺតូចទេតែដល់មកឃើញជាក់ស្ដែងចេះគឺដឹងថាអូទំហំគឺធំគួរសមដែរហ្នឹងកន្លែងទី4រមណីយដ្ឋានភ្នំតាម៉ៅដែលជាកន្លែងអភិរក្សសត្វដ៏ធំមួយហ្នឹងហើយក៏ជាសួនសត្វដ៏ធំដែរប្រចាំប្រទេសកម្ពុជាម្ដងនេះអ្នកនរគ្នានឹងឃើញសត្វប្លែកៗជាច្រើនប្រភេទមិនថាជាប្រភេទសត្វល្មូនសត្វស្លាបឬក៏សត្វពីអណ្ដែតទេនិយាយទៅគឺសម្បូរបែបតែម្ដងហើយកន្លែងទី5គឺបុកល្ហុងចុងថ្នោតដែលជាកន្លែងមួយដែលខុសប្លែកពីគេប្រចាំប្រទេសកម្ពុជានិយាយទៅគឺស្អាតបាត់ពីគេអញ្ចឹងណាហ្នឹងហើយបើសិនជាអ្នកនរគ្នាបានមកលេងនេះម្ដងនឹងមានការឃើញការអាប់ដេតហ្នឹងគឺថ្មីរហូតអញ្ចឹងមិនធ្វើឲ្យអ្នកនរគ្នាមានអារម្មណ៍ថាធុញនោះទេកន្លែងទី6ភ្នំជីសូដែលមាននៅកន្លែងកំសាន្តបែបប្រវត្តិសាស្ត្រជាមួយនឹងទស្សនវិជ្ជាទាំងអស់នេះហ្នឹងហើយដែលអ្នកនរគ្នាឡើងមកដល់លើប្រាសាទគេលើភ្នំនេះនឹងទទួលបាននូវបរិយាកាសត្រជាក់ស្រស់ស្រាយហើយនឹងអាចគយគន់នៅសម្រស់ធម្មជាតិវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែកនិងកន្លែងទី7ចុងក្រោយហ្នឹងគឺជារមណីយដ្ឋានទន្លេបាទីនឹងឯងហ្នឹងហើយដែលសេរីចាស់ណាគេដឹងតែស្គាល់ហើយបើទៅហ្នឹងហើយគេមាននៅកញ្ចុះលើទឹកមានអងគាត់ចៅទូកលក់គ្រឿងញ៉ាំជិបចុកហើយក៏មានអានោះគ្រឿងញ៉ាំជិបចុកនេះនៅលើដីផងដែរហ្នឹងហើយបើនិយាយពីម្ហូបអាហារអីគេវិញនៅតាមកញ្ចុះហ្នឹងគឺតម្លៃសមរម្យមែនតើហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏ please share វីដេអូទៅណាអរគុណបាយបាយ